ជំរាបសួរបាទខ្ញុំខួនមែននៅក្នុងវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាការប្រទះឃើញសត្វ Dinosaur ទាំង 15 ប្រភេទទៅមើលទាំងអស់គ្នាតើមានសត្វអ្វីខ្លះសត្វទី1 Caelis steventus តាមការសិក្សា Dinosaur ប្រភេទនេះពួកវាចូលចិត្តប្រើជីវិតនៅតាមឆ្នេរខ្សាច់គឺជាសត្វដើរលើដីប៉ុន្តែហោះបានពួកវាចាប់កំណើតឡើងនៅចុងសម័យ Triassic ឬប្រហែល215លានឆ្នាំមុនប៉ុន្តែពួកវាប្រើជីវិតដល់សម័យ Cretaceous ឬប្រហែល66លានឆ្នាំមុននៅក្នុងឆ្នាំ2018បានប្រទះឃើញឆ្អឹងរបស់ពួកវានៅតាមឆ្នេរខ្សាច់នៅប្រទេសអាមេរិកភូមិភាគខាងលិចនៅក្នុងសម័យនោះពួកវាប្រើជីវិតបានយ៉ាងដូចម្ដេចដោយសារតែឆ្នេរខ្សាច់មានភាពស្ងួតមែនទែនពីស្លាបឆ្វេងដល់ស្លាបស្ដាំមានប្រវែង1ម៉ែត្រកន្លះមិនធម្មតាសម្រាប់ការប្រើជីវិតរបស់ Caelis steventus សត្វទី2 Spinosaurus នៅក្នុងឆ្នាំ2014ការប្រើម៉ាស៊ីន scan DNA របស់សត្វ Spinosaurus គាត់បាននិយាយថាសត្វ Dinosaur ប្រភេទនេះពួកវាប្រើជីវិតបានទាំងលើគោកទាំងក្នុងទឹកប៉ុន្តែក្នុងការស្រាវជ្រាវនៅក្នុងឆ្នាំ2018 Dono Anderson គាត់បាននិយាយថា Spinosaurus ប្រើជីវិតលើគោកច្រើនជាងក្នុងទឹកដោយសារតែពួកវាមានចុងដង្ហើមនៅជិតជើងមុខនៅពេលដែលចុះទឹកពួកវាតែងតែអណ្ដែតខ្លួនគាត់បាននិយាយទៀតថា Spinosaurus ប្រើជីវិតលើគោកប្រហែលជាអាចដើរជើងពីរបាននៅក្នុងការសិក្សាបន្ថែមបានដឹងថាពួកវាប្រើជីវិតក្នុងទឹកប៉ុន្តែបានត្រឹមទឹកតែប៉ុណ្ណោះម្យ៉ាងទៀតគឺងាយស្រួលក្នុងការរកអាហារសត្វទី3 Triceratops នៅក្នុងឆ្នាំ2017អ្នកស្រាវជ្រាវម្នាក់ទៅនឹងសត្វ Dinosaur Aran McDonough បានទទួលឆ្អឹង Dinosaur Triceratops ពីសារមន្ទីរមួយឆ្អឹងមួយនេះបានទុកនៅសារមន្ទីរកាណាដាតាំងពីឆ្នាំ1929នៅក្នុងការសិក្សាបានប្រទះឃើញដីមួយដុំដែលមានលក្ខណៈជាត្រីកោណនៅក្នុងការពិនិត្យក៏ទៅឆ្កឹះមកបានធ្លាក់ចុះមកក្រោមនោះគឺជាសរសៃឈាមរបស់សត្វ Dinosaur Aran បាននិយាយថាក្នុងការសិក្សាបន្ថែមប្រហែលជាបានប្រទះឃើញសរសៃឈាមជាច្រើនទៀតពីព្រោះក្នុងការស្វែងរកប្រើពេលវេលាទៅដល់2ឆ្នាំសត្វទី4 Lausuchus នៅក្នុងឆ្នាំ2016បានប្រទះឃើញឆ្អឹងសត្វ Dinosaur ប្រភេទនេះពីប្រទេសឡាវវាមានរូបរាងដូចជាសត្វក្រពើដោយអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់គាត់បាននិយាយថាដោយពួកវាមានអាយុតាំងពី250លានឆ្នាំមុននៅតាមធម្មតាសត្វប្រភេទនេះធ្លាប់បានប្រទះឃើញឆ្អឹងនៅអាស៊ីភូមិភាគខាងកើតឈ្មោះរបស់វាមានខ្លឹមសារមែនទែន Lausuchus មានន័យថាក្រពើពីប្រទេសឡាវសត្វប្រភេទនេះពួកវានៅបានទាំងលើគោកទាំងក្នុងទឹកដោយសារតែប្រើម៉ាស៊ីន scan ឆ្អឹងរបស់វាទើបដឹងថាពួកវាបដូរលក្ខណៈទៅតាមតំបន់ឬរដូវកាលជាដើមសត្វទី5 ឆៃហុងនៅសារមន្ទីរ Leeuwenhoek បានទទួលឆ្អឹងមួយចំនួនមកស្រាវជ្រាវនៅក្នុងការសិក្សាបានដឹងថានេះគឺជាឆ្អឹងរបស់ឆៃហុង Dinosaur ប្រភេទនេះមានចំពុះធំមែនទែនដែលមានការសិក្សា organic នៅលើឆ្អឹងទាំងនេះទើបប្រាប់ដឹងអំពីពណ៌នៅលើខ្លួនរបស់វា Melanosaur ប្រាប់អំពីពណ៌នៅលើខ្លួននៅពេលដែលប្រកបចូលគ្នា Dinosaur ឆៃហុងមានពណ៌ស្រស់ស្អាតមែនទែនមានលក្ខណៈដូចជាពណ៌ឥន្ធនូសត្វ Dinosaur ឆៃហុងគឺជាសត្វមួយដែលមានលក្ខណៈខ្លួនតូចចូលចិត្តប្រើជីវិតនៅតាមដើមឈើនិងចាប់សត្វប្រភេទតូចធ្វើជាអាហារនៅពេលដែលបង្កើតពូជម្ដងពួកគេប្រើពណ៌នៅលើខ្លួនរបស់គេអ៊ុតគ្នាទៅវិញទៅមកសត្វទី6 Deinonychus នៅក្នុងឆ្នាំ2019បានប្រទះឃើញឆ្អឹងសត្វ Dinosaur ប្រភេទនេះនៅមេក្ស៊ីកូសហរដ្ឋអាមេរិកឆ្អឹងរបស់វានៅពេលដែលប្រទះឃើញដំបូងគឺផ្នែកខាងក្បាលដែលមានអាយុទៅដល់79លានឆ្នាំមុនដែលមានភាពដាច់ដライគ្នាច្រើនមែនទែនសត្វទី7 Lithowisia ដោយសត្វប្រភេទនេះចិញ្ចឹមកូននៅប្រើទឹកដោះដោយសត្វប្រភេទនេះមានដើមកំណើតនៅសម័យ Permian ឬប្រហែល250ដល់300លានឆ្នាំមុនរហូតមកដល់សម័យ Triassic ដោយសត្វប្រភេទនេះមានចំនួនធ្លាក់ចុះច្រើនមែនទែនដោយសត្វប្រភេទនេះមានຂະຫນាតធំមែនទែនមានទម្ងន់ទៅដល់9តោននៅក្នុងការសិក្សាឆ្អឹងរបស់វាដូចជា DNA ជាដើមពួកវាអាចប្រើជីវិតនៅជាមួយ Sauropod កវែងនៅក្នុងការគិតរបស់អ្នកស្រាវជ្រាវម្យ៉ាងទៀតគេគិតថាសត្វ Dinosaur ប្រភេទនេះពួកវាស៊ីរុក្ខជាតិជាអាហារសត្វទី8 Ingentia សត្វ Dinosaur ប្រភេទនេះពួកវាមានដើមកំណើតនៅក្នុងសម័យ Triassic សត្វ Dinosaur ប្រភេទនេះមានទម្ងន់ទៅដល់10តោននិងមានប្រវែងទៅដល់10ម៉ែត្រសត្វ Dinosaur ប្រភេទនេះស៊ីរុក្ខជាតិជាអាហារពួកវាមានក្រពះធំមែនទែនគឺសម្រាប់ការរលាយអាហារបានយ៉ាងល្អម្យ៉ាងទៀតក្នុងការលូតលាស់របស់ពួកវាគឺមានភាពរហ័សមែនទែនអាចធំលឿនជាងសត្វ Dinosaur ធម្មតាទៅដល់3ដងសត្វទី9 Lingwulong Dinosaur ប្រភេទនេះបានប្រទះឃើញនៅប្រទេសចិននៅខេត្ត Lingwu រួមទាំងឆ្អឹងរបស់វានៅទីនេះផងដែរពីសម័យបុរាណពួកវាធ្លាប់មានជីវិតនៅទីនេះប៉ុន្តែឆ្អឹងមួយចំនួនទៀតបានប្រទះឃើញនៅអាមេរិកខាងជើង Dinosaur ប្រភេទនេះមានប្រវែងទៅដល់17ម៉ែត្រពួកវាមានដើមកំណើតនៅក្នុងសម័យ Jurassic ឬប្រហែល174លានឆ្នាំមុនគឺជាសត្វ Dinosaur មួយដែលមានអាយុវែងមែនទែនម្យ៉ាងទៀតឆ្អឹងរបស់វាបានខ្ចាត់ខ្ចាយទូទាំងតំបន់ដូចជាអាមេរិកខាងត្បូងដល់អាហ្វ្រិកប៉ុន្តែមួយចំនួនទៀតបានប្រទះឃើញនៅអាស៊ីភូមិភាគខាងកើត
សត្វទី10 Ledu Mahadi សត្វ dinosaur ប្រភេទនេះមានទម្ងន់ទៅដល់12 តោនពួកវាមានលក្ខណៈនៅក្នុងសម័យ Triassic នៅក្នុងការត្រួតពិនិត្យឆ្អឹងជើងរបស់ពួកវាបានឲ្យដឹងថាពួកវាមានឆ្អឹងជើងដូចជាសត្វឆ្មានៅក្នុងការគិតរបស់អ្នកស្រាវជ្រាវបាននិយាយថា dinosaur ប្រភេទនេះប្រហែលជាមានការក្រាបដួលដូចជាសត្វឆ្មាដោយសារតែឆ្អឹងជើងរបស់វាមាន2កលៈដូចជាសត្វឆ្មានៅបច្ចុប្បន្ននៅក្នុងការសិក្សាបន្ថែមបានដឹងថា dinosaur ប្រភេទនេះប្រហែលជាធ្លាប់ដើរជើង2រហូតមកដល់សម័យ Triassic ពួកវាបែរជាមានឆ្អឹងជើងដូចជាសត្វឆ្មាទៅវិញហើយដើរជើង4សត្វទី11 Aberysauridae សត្វ dinosaur ប្រភេទនេះមានលក្ខណៈខ្លួនវែងប៉ុន្តែមានក្បាលតូចមែនទែនមានជើងខ្លីៗប៉ុន្តែមានកម្លាំងខ្លាំងសត្វ dinosaur ប្រភេទនេះធំពេញវ័យប្រហែលជាមានទៅដល់6ម៉ែត្រ dinosaur ប្រភេទនេះបានប្រទះឃើញឆ្អឹងគ្រប់ទីកន្លែងនៅទ្វីបខាងត្បូងតាំងពីសម័យ Cretaceous សប្តាហ៍ថ្ងៃកំពុងតែធ្វើការសិក្សាបន្ថែមទៀតទាក់ទងឆ្អឹងរបស់សត្វ dinosaur ប្រភេទនេះបន្ថែមទៀតសត្វទី12 Echinocephalus សត្វ dinosaur ប្រភេទនេះពួកវាស៊ីរុក្ខជាតិជាអាហារសត្វ dinosaur ប្រភេទនេះពួកវាធ្លាប់មានជីវិតនៅចុងសម័យ Cretaceous ឬប្រហែល76លានឆ្នាំមុនចំពោះដងខ្លួនមាន5ម៉ែត្រទៅ6ម៉ែត្ររីឯកម្ពស់មានទៅដល់1ម៉ែត្រកន្លះដោយឆ្អឹងសត្វ dinosaur ប្រភេទនេះបានប្រទះឃើញដំបូងនៅរដ្ឋ Utah ទៅខាងត្បូងប្រទេសសហរដ្ឋអាមេរិកនៅក្នុងការសិក្សាបានដឹងថាសត្វ dinosaur ប្រភេទនេះពួកវានាំគ្នាជំនិះគ្នាចូលទៅកាន់ទឹកដីអាមេរិកខាងជើងតាំងពីសម័យបុរាណមកម្ល៉េះឬប្រហែលនៅចុងសម័យ Cretaceous ពីព្រោះពេលនោះទឹកសមុទ្រស្រកចុះខ្លាំងមែនទែនទើបធ្វើឲ្យតំបន់អាស៊ីនិងអាមេរិកខាងជើងឆ្លងចូលគ្នាបានម្យ៉ាងទៀតពួកវាធ្លាប់ជំនិះគ្នាចូលទៅអាមេរិកខាងជើងទៅដល់2ដងក្រោយពីបានសិក្សាឆ្អឹងមានទៅដល់2សម័យសត្វទី13 T-Rex នៅក្នុងឆ្នាំ2017នៅក្នុងការសិក្សាដែលបាននិយាយថានៅលើខ្លួនរបស់ T-Rex ពួកវាគ្មានរោមនោះទេប៉ុន្តែមានសាកស្នាមដូចជាសត្វក្រពើចំណែកជើងរបស់វាដូចជាសត្វបក្សីនៅបច្ចុប្បន្ន T-Rex គឺជាសត្វ dinosaur មួយដែលមានខ្លួនធំមែនទែននៅក្នុងការសិក្សាបានដឹងថា T-Rex គឺជាសត្វ dinosaur មួយដែលស៊ីសាច់ជាអាហាររួមទាំងមានខ្លួនធំទៀតផងនៅក្នុងសម័យនោះបច្ចុប្បន្នក៏មានការសិក្សាបន្ថែមទាក់ទងនឹងរឿងនេះសត្វទី14 Diplodocus នៅថ្មីៗមកនេះអ្នកស្រាវជ្រាវបានប្រទះឃើញឆ្អឹងរបស់សត្វ dinosaur ប្រភេទនេះបន្ថែមឆ្អឹងនេះនៅក្នុងចំណោមខួរក្បាលប៉ុន្តែវាមានលក្ខណៈតូចមែនទែនអ្នកស្រាវជ្រាវបាននិយាយថានេះប្រហែលជាកូនរបស់វាដោយសារតែមានខ្នាតតូចខុសធម្មតានៅក្នុងធ្មេញធ្គាមរបស់វាមានលក្ខណៈខុសគ្នានៅក្នុងការសិក្សាមិនទាន់ដឹងច្បាស់នៅឡើយទេតើពួកវាគឺជាសត្វ dinosaur តែមួយឬមិនមែនដោយសត្វ dinosaur ប្រភេទនេះស៊ីរុក្ខជាតិជាអាហារសត្វទី15 Ichthyosauria នៅក្នុងឆ្នាំ2016បានប្រទះឃើញឆ្អឹងមួយប្រភេទប្រហែលជានៅក្នុងចុងសម័យ Triassic ឬប្រហែល205លានឆ្នាំមុនការប្រទះឃើញនេះនៅប្រទេសអង់គ្លេសអ្នកស្រាវជ្រាវបាននិយាយថាឆ្អឹងសត្វ dinosaur ប្រភេទនេះមានខ្លួនធំមែនទែនដែលមានខ្លួនប្រហែលជំរឿនត្រីបាឡែនពណ៌ខៀវវាអាចមានខ្លួនវែងទៅដល់26ម៉ែត្រនៅក្នុងបច្ចុប្បន្នកំពុងតែមានការសិក្សាបន្ថែមទៀតដោយសារតែឆ្អឹងមានការខ្វះខាតបន្តិចបន្តួចប្រភេទសត្វនៅក្នុងទឹកដោយឆ្អឹងរបស់វាមានលក្ខណៈធំមែនទែនហើយនេះក៏ជារឿងរ៉ាវទាក់ទងនឹង15រឿងដែលបានរកឃើញសត្វ dinosaur ប្រភេទថ្មីនៅក្នុងវីដេអូនេះបើមានសម្ដីខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអភ័យទោសសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយ